តើដើរលេងកពតផឹកឡើងហើយញ៉ាំល្អថាដឹងញ៉ាំអីហ្នឹងទាំងនៃហាងគេបើពេញផ្លូវហ្នឹងណាគឺអាចសាក់មកកន្លែងគាត់នឹងបានចង់បានបាយក៏មានមីក៏មានសូម្បីតែម្ហូបអឺរ៉ុបនេះក៏មានដែរហើយសំខាន់គឺមានទាំងគៀវនេះទៀតបាទតម្លៃវិញគៀវឌីមសាំហ្នឹងមួយចានថ្លៃតែ10000ជាងទេបើហូបជាវិញអាចនឹងថាប៉ុណ្ណឹងរៀងឆ្ងាញ់គួរសមដែរអញ្ចឹងគ្រាន់តែនៅកន្លែងគាត់ហ្នឹងគឺបើចាប់ពីព្រឹកឡើងមកបន្ទាប់ពីកំងហើយគឺគាត់មាន free តែក្តៅឲ្យញ៉ាំទៀតនៅកន្លែងគាត់ហ្នឹងគឺខ្ញុំស្គាល់ហ្នឹងស្គាល់តាម Google Map ទេដោយសារតែព្រឹកឡើងខ្ញុំរើអីញ៉ាំមកហើយណាមួយឃើញនៅកន្លែងគាត់ហ្នឹងពេលច្រើនសម្បូរភ្ញៀវបរទេសដល់ពេលអញ្ចឹងទៅក៏ចូលសាក់ញ៉ាំហ្មងទៅសម្រាប់ទីតាំងវិញគឺខ្ញុំអត់ស្គាល់កន្លែងហ្នឹងគឺឈ្មោះអីគេទេគ្រាន់តែជីមកដល់ធូបកាហ្វេហ្នឹងហើយបត់មកថងរហូតហ្នឹងមកនៅឃើញហាងរបស់គាត់ហ្នឹងឯងនឹងកែងហ្នឹងមកសម្រាប់ឈ្មោះហាងវិញគឺឈ្មោះ MX Restaurant និយាយទៅអាចឆែកមើលតាម Google Map បានហើយនេះគឺជាមនុស្សនៅខាងគាត់ចឹងនិយាយទៅមានច្រើនមែនតើហ្មងនៅមានមនុស្សផ្សេងច្រើនជាងនឹងទៀតគ្រាន់តែខ្ញុំបង្ហាញនេះហ្នឹងគឺជាអីដែលខ្ញុំបានកំងចឹងបាទតម្លៃវិញគឺអាចមើលតាមនឹងបានដូចគៀវនេះអញ្ចឹងគឺថ្លៃចាប់ពី10000ឡើងទៅបាទកន្លែងអង្គុយក៏ធំទូលាយនិយាយទៅគឺផឹកឡើងមកអង្គុយនឹងអែមទៅដល់ហ្នឹងខ្ញុំក៏បានកំងSpaghetti Carbonara មួយដែរអញ្ចឹងដោយសារតែខាងខ្ញុំរៀងយូរដែរណាមួយឃើញនៅខាងគាត់ហ្នឹងរៀងតំណងដែរសម្រាប់តម្លៃវិញដូចជាមួយចានហ្នឹង5មេជាងតិចតួចទេសំខាន់គឺយកមកដល់របស់គេប៉ាម៉ារៀងច្រើនដែរញ៉ាំបដាហើយលេងជាមួយនឹងឆាយកបំពងនេះក៏តំណងដែរគ្រាន់តែហូរជាតិប៉ុណ្ណឹងមកល្មមដែរអញ្ចឹងវាមិនឆ្ងាញ់ខ្លាំងណាស់ហ្មងទេនិយាយទៅគឺអាចទូយកបានហើយ Spaghetti នៅខាងគាត់ហ្នឹងហូរជាតិក៏ល្មមដែរនិយាយទៅឆ្ងាញ់សរុបហ្មងគឺទៅកពតបើដល់ញ៉ាំអីទេអាចមកកន្លែងគាត់ហ្នឹងបាន